តើត្រូវកើកុយរបៀបម៉េចទើបមានសុវត្ថិភាពនិងហានិភ័យទាបនៅក្នុងករណីអ្នកផ្លេចបិទរំពុះភ្លើងរថយន្តឬក៏ទុករថយន្តចោលរយៈពេលយូរនោះអាគុយនឹងបាត់បង់ថាមពលហើយនឹងធ្វើឲ្យពិបាកក្នុងការបញ្ឆេះម៉ាស៊ីនដូច្នេះហើយបានជាយើងត្រូវការអាគុយផ្សេងទៀតដែលមានថាមពលគ្រប់គ្រាន់និងខ្សែកើដើម្បីកើបញ្ឆេះម៉ាស៊ីនប៉ុន្តែមុននឹងចូលទៅដល់ការកើមានរឿង3ដែលយើងគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នទី1ពេលតភ្ជាប់ខ្សែកើត្រូវមើលប៉ូលបូកនិងប៉ូលដកឲ្យច្បាស់លាស់កុំឲ្យឆ្លងភ្លើងទី2អាគុយដែលយកមកកើត្រូវមានតង់សងដូចគ្នាទៅនឹងអាគុយដែលអស់ថាមពលនិងទី3ដង្កៀបខ្សែកើត្រូវគៀបឲ្យជាប់ល្អជាមួយនឹងក្បាលអាគុយឥឡូវយើងចូលទៅកាន់របៀបនៃការកើអាគុយវិញម្ដងដំបូងគឺយើងត្រូវកាច់កុងតាក់ប្រព័ន្ធផ្សេងៗមកទីតាំង off ទាំងអស់បន្ទាប់មកធ្វើការចាប់ដង្កៀបខ្សែកើទៅនឹងប៉ូលបូករបស់អាគុយឡានដែលអស់ថាមពលរួចចាប់ភ្ជាប់ចុងម្ខាងទៀតនៃខ្សែកើទៅកាន់ប៉ូលបូកនៃអាគុយដែលមានថាមពលពេញបន្ទាប់មកទៅចាប់ដង្កៀបខ្សែដកមួយទៀតទៅអាគុយដែលមានថាមពលពេញចុងក្រោយត្រូវចាប់ដង្កៀបដកម្ខាងទៀតទៅនឹងម៉ាស់របស់រថយន្តបញ្ជាក់ប្រិយមិត្តទាំងអស់គ្នាមិនគួរចាប់ដង្កៀបខ្សែកើប៉ូលដកទៅនឹងប៉ូលដកនៃអាគុយដែលអស់ថាមពលនោះទេព្រោះវាអាចនឹងបណ្ដាលឲ្យឆេះឬក៏ខូចគ្រឿងទទួលដូច្នេះបន្ទាប់ពីយើងចាប់ក្បាលអាគុយរួចយើងអាចចាប់បញ្ឆេះបានហើយសម្រាប់ការកើថាមពលពីឡានមួយទៀតវិញគឺយើងត្រូវចាប់ដង្កៀបដូចគ្នាគ្រាន់តែត្រូវឲ្យឡានដែលអាគុយមានថាមពលបញ្ឆេះហើយអាចជន់ថាថៅក្នុង5នាទីសិនរួចចុចកុងតាក់ power ជាការស្រេចនៅពេលដែលម៉ាស៊ីនចាប់ឆេះហើយយើងត្រូវដោះខ្សែកើច្រាស់ទិសដៅដែលយើងចាប់កើដំបូងហើយកុំទាន់អាចពន្លត់ម៉ាស៊ីនដើម្បីឲ្យ Dynamo ឬក៏ Alternator សាក់អាគុយឲ្យឡានរបស់យើងដែលអស់ថាមពលសម្រាប់ការដោះដង្កៀបដំបូងគឺយើងត្រូវដោះដង្កៀបចេញពីម៉ាស់រថយន្តរួចដោះដង្កៀបចេញពីប៉ូលដកអាគុយដែលមានថាមពលពេញរួចហើយដោះដង្កៀបចេញពីប៉ូលបូកនៃអាគុយដែលមានថាមពលពេញចុងក្រោយដោះដង្កៀបចេញពីប៉ូលបូកនៃអាគុយដែលអស់ថាមពលក្នុងលក្ខខណ្ឌដែលអាគុយឡានលែងកាន់ភ្លើងយើងត្រូវតែផ្លាស់ប្ដូរអាគុយថ្មីហើយកុំភ្លេចមើលទិន្នន័យឬ spec ឲ្យត្រូវជាមួយនឹងអាគុយរបស់យើងផងបន្ថែមពីនេះ Advanauto ក៏ចង់បញ្ជាក់ពីហានិភ័យនៃការកើអាគុយផងដែរដោយសារតែរថយន្តនេះពេលបច្ចុប្បន្នគឺសុទ្ធតែប្រើប្រព័ន្ធទំនើបមាននៅប្រព័ន្ធបញ្ជាឬក៏ ECU តូចៗសម្រាប់បញ្ជាការងាររបស់វាទាំងអស់នោះហើយដោយសារតែប្រព័ន្ធតូចៗទាំងនេះវាអាចទទួលតង់សងត្រឹមតែ16 វ៉ុលហើយការកើអាចកើនតង់សងរហូតដល់20 វ៉ុលដូច្នេះហើយការប្រឈមនឹងហានិភ័យគឺខ្ពស់មែនទែនមួយវិញទៀតនៅពេលដែលអាគុយអស់រួចយើងកើចរន្តក្នុងរថយន្តនឹងកើនក្នុងរយៈពេលខ្លីហើយបន្ទាប់ពីយើងដកខ្សែកើចេញអាគុយឡានរបស់យើងនឹងធ្លាក់ចរន្តភ្លាមហើយនៅពេលដែល Dynamo ឃើញបែបនេះវានឹងព្យាយាមបបុកចរន្តទៅបំពេញអាគុយនោះហើយការកើនឡើងនៅចរន្តភ្លើងខ្លាំងបែបនេះហើយដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់អាគុយឡានរបស់យើងជាយថាហេតុបានជាពិសេសនៅពេលដែលយើងមិនប្រុងប្រយ័ត្នហើយចាប់ខុសប៉ូលជាដើមវានឹងបង្កឲ្យជាការផ្ទុះឆេះតែម្ដង That I had no fucking clue what I was doing. ដូច្នេះហើយបើសិនជាប្រិយមិត្តគិតគូរពីសុខភាពអាគុយឡានចង់ការពារមិនឲ្យអាគុយអស់ថាមពលជាពិសេសមិនចង់ជួបហានិភ័យផ្សេងៗជំរើសល្អបំផុតគឺសាក់អាគុយឲ្យបានទៀងទាត់និងមួយវិញទៀត Advanauto សូមណែនាំឲ្យស្គាល់ C-Tech CS3 ដែលជាមួយនឹងមុខងារ Adaptive Boost ក្នុងករណីអស់ថាមពល CS3 នឹងមិនបបុកភ្លើងចូលអាគុយតែមួយផ្លែតដូចជាការកើនោះទេផ្ទុយទៅវិញវានឹងបញ្ចូលថាមពលម្ដងបន្តិចក្នុងរយៈពេលប្រមាណ15នាទីមុនពេលនឹងអាចបញ្ឆេះឡានដែលអាចការពារមិនឲ្យប៉ះពាល់គ្រឿងអេឡិចត្រូនិកក្នុងរថយន្តតើអ្នកមានបទពិសោធន៍ប្លែកឬក៏ជួយចាត់អ្វីខ្លះជាមួយនឹងការកើរថយន្តដែលចង់ចែករំលែកដែរឬទេសូម comment នៅខាងក្រោមហើយចុច follow Facebook page និង subscribe YouTube channel របស់ Advanauto សម្រាប់វីដេអូចំណេះដឹងពីរថយន្តផ្សេងៗទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ